ចូលឆ្នាំទៅតែកន្លងផុតទៅមែនប៉ុន្តែចុងសប្តាហ៍នេះ Walk Street នៅបើកធម្មតាអញ្ចឹងសល់លុយ 4-50000 រៀលអីអត់ដឹងទៅបង្ហើយទៅណាមកចុងសប្តាហ៍នេះយើងទៅចាយលុយនៅនឹង Walk Street ម្ដងអញ្ចឹងចង់ដឹងថានៅនឹង Walk Street នឹងគេមានអីខ្លះតើទស្សនាវីដេអូនេះជាមួយនឹងពួកខ្ញុំទាំងអស់គ្នាបាទជម្រាបសួរពុកម៉ែបងប្អូនស្វាគមន៍មកកាន់រាជធានីភ្នំពេញសម្រាប់ Walk Street នេះគឺគេបើកតែរៀងរាល់ចុងសប្តាហ៍ទេថ្ងៃសៅរ៍និងថ្ងៃអាទិត្យបើគេបិទផ្លូវពីមុខវាំងទៅរហូតទៅដល់ផ្សារចាស់អញ្ចឹងសម្រាប់ចុងសប្តាហ៍ល្ងាចឡើងអត់ដឹងទៅណាអាចមកដើរលេងនៅ Walk Street នេះបានមានមនុស្សច្រើនមែនតើហើយមានការលក់ដូរពេញនឹងតែម្ដងបងប្អូនមានអារម្មណ៍ថាសប្បាយប្លែកស្រស់ស្រាយមួយយ៉ាងដែរនៅពេលដែលគេបានបិទផ្លូវអញ្ចឹងទៅគឺថាមានតែមនុស្សដើរទេដើរទៅដើរមកច្រើនកកកុញបាទមើលទៅអត់ចាញ់ស្រុកគេទេណាឥឡូវនេះដើរមកដល់មុខព្រះបរមរាជវាំងឃើញប្រហិតគេហុយឈ្ងុយនឹងតំណងទិញមកចកាវិជ្ជកញ៉ាំសិនហើយនិយាយថាពេលដែលបានមកដើរលេងកន្លែងល្អស្អាតមនុស្សច្រើនចេះថាពួកខ្ញុំមិនដែលភ្លេចទេការថែរក្សាក្លិនខ្លួនមួយនឹងការប្រើទឹកអប់ Classy ដែលមានក្លិនក្រអូបហើយឈ្ងុយមែនតែនជាប់បានយូរគ្រាន់តែបាញ់ពី3ឈិតគឺថាជាប់ក្លិនវល់ល្ងាចហើយដបគេវិញទូចស្អាតបាទមានចំណុះ 30 មីលីលីត្រតែសម្រាប់បងបរោះមាន3ក្លិនសុទ្ធសឹងតែជាកម្ពូលក្លិនដែលយើងបាញ់ហើយធ្វើឲ្យយើងមានទំនុកចិត្តទ្វេដងនិយាយថាក្លិននីមួយចេញមកឈ្ងុយបែបប្រុសស្អាតចឹងណាក្លិនដោយតម្លៃទឹកអប់$100-200អញ្ចឹងហើយសម្រាប់មនុស្សស្រីក៏មាន3ក្លិនដូចគ្នាដបចំណុះ 30 មីលីលីត្រដូចគ្នាមានពីក្លិនស្រាលរហូតដល់ក្លិនធ្ងន់ផ្អែមឈ្ងុយតាក់ទាញគឺថាសិតសឹងតែជាក្លិនដែលពេញនិយមពេលដែលយើងបានបាញ់ហើយដើរទៅនឹងគឺថាជះក្លិនមកភីក៏អូបប្រហើមកតែម្ដងបងប្អូនណែនាំមែនតើហើយថ្ងៃដែលខ្ញុំបានមកលេង Walk Street នេះគឺចង់ឲ្យសិលហ្មងបាទអញ្ចឹងចូលកន្លែងបងដងកៅឲ្យធុំបន្តិចសិនចេញពីនឹងមកក៏ឃើញមានកន្លែងលក់សភៅចល័តដែលមានសភៅល្អជាច្រើនយើងអាចទិញយកទុកអានបានហើយមែនតើទៅការដែលខ្ញុំបានមកលេងនេះគឺខ្ញុំមកលេងមុនចូលឆ្នាំអញ្ចឹងទៅគេក៏មានរៀបចំជាកម្មវិធីបាទបងអង្គុញបោះអីជុំគ្នាអញ្ចឹងណាបងប្អូនរត់អន្ទាក់រត់អីអញ្ចឹងទៅនិយាយទៅគឺថាសប្បាយមួយយ៉ាងដែរបាទប្លែកមែនតើឥឡូវនេះអស់កម្លាំងមកញ៉ាំការ៉េមសិនបាទមកដើមគេធ្វើឡើងវែងចេះការ៉េមខ្មែរយើងអូឆ្ងាញ់មែនតើបងប្អូនមកដើមដូចជា 1000-2000 រៀលទេខាងនេះវិញគេលេងលបែងរុញគ្នាចេញពីរង្វង់ចេញពីនឹងមកបងប្អូនអាចដើរលេងពីមុខវាំងនឹងរហូតទៅខាងផ្សារចាស់អញ្ចឹងណាអូមនុស្សច្រើនមែនតើចំណែកតាមផ្លូវមាត់ទន្លេនេះវិញកន្លែងនេះវិញមកលុកគេលក់នំបញ្ចុកណាបងប្អូនអូលក់ច្រើនកន្លែងហើយណែនតែម្ដងឃើញកន្លែងណាទំនេរយើងចូលញ៉ាំកន្លែងនឹងបានមួយចានដូចជា5 ទៅ 6,000អីទេនិយាយទៅមាន Walk Street នេះគឺថាល្អមែនតើអនុញ្ញាតឲ្យពុកម៉ែបងប្អូនអាចមកលក់ដូរបានយ៉ាងមួយសេរីអញ្ចឹងណាបងប្អូនតាមបណ្ដោយមាត់ទន្លេនឹងខ្យល់បរិយាកាសមកលីមានការតាំងពីពណ៌ភ្លើងរៀបចំភ្លើងអីអញ្ចឹងទៅធ្វើឲ្យសម្រស់ទីក្រុងយើងគឺកាន់តែស្អាតអញ្ចឹងទៅមានភាពអ៊ូអរកោះកុញហើយនេះគឺជាចំណុចល្អមួយដែរដើម្បីទាក់ទាញភ្ញៀវទេសចរក្រៅស្រុកឲ្យមកលេងនៅខាងក្នុងស្រុកយើងអញ្ចឹងណាដល់ពេលបានមកឃើញផ្ទាល់ចឹងមិននឹកស្មានថាអូពិតជាមនុស្សច្រើនរបស់គេមែនហើយការលក់ដូរនំចំណីគឺថាមានសពគ្រប់ក្រៅពីហ្នឹងក៏មានជាការលក់វត្ថុអនុស្សាវរីយ៍និងផលិតផលក្នុងស្រុករបស់ខ្មែរយើងជាច្រើនទៀតពេលខ្លះខ្ញុំគិតថាជីវិតខ្ញុំលំបាកប៉ុន្តែដល់ពេលបានមកប្រទេសឃើញកូនក្មេងបែបនេះគឺថាអាណិតគាត់មែនតើហើយគាត់មានការតស៊ូមិនចោះចាញ់នឹងព្រំលិខិតទេតួយ៉ាងដូចម៉ាក់ឆាលីនេះអញ្ចឹងគាត់ព្យាយាមលក់ដូរធ្វើមិនជួយកូនគាត់ដែលអ្នកទាំងអស់គ្នាបានដឹងស្រាប់ហើយកូនគាត់ដែលកើតជំងឺមហារីកណាគាត់ក៏បានមកលក់នំប៉័ងសាច់នៅនឹងដែរអញ្ចឹងកុំភ្លេចណាជួយទិញគាត់ផងហើយយប់ឡើងអញ្ចឹងក៏មានការរាំលេងកំសាន្តបែបតន្ត្រីស្គរដៃនិយាយទៅមនុស្សច្រើនមែនតើចូលរាំលេងជាមួយនឹងចង្វាក់ខ្មែរយើងគឺថាអូសប្បាយហូរពេញណាស់ហើយថ្ងៃនេះដើរមកប្រទេសជួបលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីទៀតហើយក្រៅពីហ្នឹងក៏មានជាការបង្ហាញនៅរបាំប្រពៃណីជាតិយើងដូចជារបាំកងោកចាប៉ីដងវែងជាដើមដែលយើងអាចយកឱកាសនេះបង្ហាញទៅជនជាតិបរទេសបានជាច្រើនទៀតផងអញ្ចឹងសរុបមកបាទ Walk Street នេះគឺថាល្អមែនតើដែលមានវត្តមាននៅក្នុងភ្នំពេញយើងបាទអញ្ចឹងកុំភ្លេចទៅលេខទាំងអស់គ្នាណាវីដេអូយើងក៏ដល់ទីបញ្ចប់ហើយអរគុណសម្រាប់ការទស្សនាចាំជួបគ្នានៅវីដេអូថ្មីទៀតជម្រាបលា